បាទថ្ងៃនេះយើងមានវីដេអូមួយទាក់ទងនឹងមេរៀនចន្លោះបាទចន្លោះដែលយើងហៅអង់គ្លេសហៅថា interval បាទអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញអំពីរបៀបសរសេរវាទេហើយនឹងបន្ទាត់ចំនួនបាទឥឡូវយើងមើលអាទី1បាទទី1នេះទី1របស់យើងគឺបើយើងមានសរសេរបែបនេះ a តូចជាង x តូចជាង b អញ្ចឹងយើងសរសេរអាចសរសេរបានថា x ជារបស់នេះរបស់ចន្លោះបើក AB ណាចន្លោះបើក AB បាទហើយបើយើងសេលើក្រាបលើបន្តចំនួនវិញបាទនេះលើបន្តចំនួនបាទយើងគឺយើងសេចេះអានេះចន្លោះបើកយើងប្រើវងចកនេះវងចកអញ្ចឹងនេះគឺជាអាយុឈុតនេះគឺឯកអញ្ចឹងមានឯកចន្លោះអាហ្នឹងមួយហើយមួយទៀតបើសិនជាយើងមានចេះវិញបើសិនជាយើងមាន A តូចជាងស្មើ x តូចជាង b បាទអញ្ចឹងយើងអាចសរសេរមកបានថា x ជារបស់នេះថាចន្លោះបិទបាទចន្លោះបិទ a ចន្លោះបិទ b បាទហើយបើលើបន្តចំនួនយើងសេចេះអញ្ចឹងកន្លែង a នេះដោយសារតែវាជាចន្លោះបិទឬក៏តូចជាងស្មើកន្លែងនេះយើងប្រើអង្គទៀតបាទហើយយើងប្រើវងបញ្ចោអង្គទៀតមានថាបិទអានេះចន្លោះបិទត្រង់ a បើត្រង់ b បាទអានឹងមួយបាទតោះមកយើងមើលមួយទៀតនេះបើយើងសេចេះវិញ a តូចជាង x តូចជាងស្មើ b បាទមានន័យថាបើត្រង់ a បើត្រង់ b ជាយើងអាចសរសេរបានថា x ជារបស់ចន្លោះបើត្រង់ a បើត្រង់ b បាទហើយនៅលើបន្តចំនួនយើងសេចេះអានេះវងបញ្ច a នេះយើង b ប្រើទៀតកន្លែងនេះបាទហើយមួយទៀតកន្លែងនេះវិញបើសិនជាយើងប្រើអានេះ a តូចជាងស្មើ x ហើយតូចជាងស្មើ b អញ្ចឹងយើងសរសេរបានថា x ជារបស់ចន្លោះបិទ AB បាទហើយបើយើងសរសេរទៅលើបន្តចំនួននេះយើងសរសេរចេះយើងប្រើបន្ទាបមកបាទបន្ទាបហើយយើងដាក់ A ដាក់ B ហើយយើងអាចឈុតនេះមានន័យថា x បាទគេឲ្យឈុតសិតថា x បាទហើយមួយទៀតបន្តទៀតគឺបើខ្ញុំសរសេរថា x ធំជាង A អញ្ចឹងយើងអាចសរសេរមានន័យថាម៉េច x ជារបស់ចន្លោះបិទ A ទៅដល់បូកអាណោះបាទអញ្ចឹងបើយើងប្រើនឹងក្រាបចំនួនគឺចេះគឺប្រើនឹងចោលបែរមកខាងស្ដាំ A មកបាទអូខេហើយវាទៀតអានេះ x ធំជាងស្មើ A យើងអាចសរសេរបានថា x ជារបស់នេះយើងប្រើនឹងធៀបមកត្រង់ A ចន្លោះបិទត្រង់ A ហ្នឹងបាទដល់បូកអាណោះយើងដឹងថាកន្លែងបូកដល់អាណោះគឺយើងប្រើមួយចោលយ៉ាងនេះបាទហើយបើយើងសរសេរលើក្រាបលើបន្តចំនួនបាទចំនួនគឺប្រើបន្ទាបយើងហើយអាចចូលគឺ x បាទមានន័យថាតម្លៃ x គឺយកធំជាង a យកចាប់ពី a ទៅបាទហើយនេះបើយើងសរសេរ x តូចជាង a វិញ x តូចជាង a មានន័យថាយើងអាចសរសេរបាន x ជារបស់ពីដកអណ្ណំទៅដល់ a ចឹងក្រៅអណ្ណំទៅប្រើវងចោលចំណុច a នេះបើវងចោល a នឹងចន្លោះបានរបស់ a នេះមានន័យថា a នេះយកទៅអញ្ចឹងបើយើងនិយាយពីត្រាទៅវិញយើងប្រើវងចោលយើងឈប់តាមបែបហើយបើយើងប្រើទៅជាស្មើខុសពីអានេះបន្តិចគ្រាន់តែឡើយយើងប្រើធៀបវិញបាទយើងប្រើធៀបអានេះបើចង់ប្រើធៀបបាទហ្នឹងតែដល់នៅចន្លោះហើយមួយទៀតនេះចុងក្រោយនេះគឺយើងក៏ស្អាតជួបដែរជាពិសេសនៅក្នុងតកតងនឹងការអាស្រ័យក្នុងសម័យកាលគឺต้องមានណានេះ x តូចជាង a b តូចជាង x ចឹងមានន័យថាខ្ញុំអាចសរសេរបានថា x ជារបស់ចន្លោះពីដកអាណង់ទៅ a ប្រជុំបាទប្រជុំនេះស្មើនឹងឬទៅប្រជុំមួយ b ដល់បូកអាណង់ហើយមកក្រាបវិញយើងសេចេះបាទអញ្ចឹងទាំងអស់នេះគឺជាការបង្ហាញអំពីកំណត់នៃការសរសេរចន្លោះបាទអញ្ចឹងបើវាចូលក្នុងបែបនេះយើងអាចសរសេរមិនចេះហើយក្រាបមិនចេះបាទដូចបង្ហាញទាំងអស់នេះអញ្ចឹងបាទហើយបើយើងនិយាយពីការដែលយកទៅអនុវត្តយកទៅប្រើជាច្រើនយើងយកតកតងជាមួយនឹងវិសម័យកាលបាទតកតងនឹងចម្លើយវិសម័យកាលគឺយើងប្រើវាបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង